Xong đách để chú Huỳnh Sáng chặt tục tùng vớt đột tùm nền thay chó là robot khê xuân mũi chỉ ông bơ từ hua bì sna hà chiết nâng chiếc rộp biệp krom ní dung trồn hù hại. Xong đách để chú Huỳnh Sáng bàn bóng hai cả khó chất trong bù lụ khê xuân mũi để ban bảo môn mà nụ thọt video thử xa cả mà phiếp bẹ bọn cả đột cháu tùm nền thay hai bóng ho lừa màn đài sang cùng. Đòi xong đách để chú bàn chặt tục tùng vớt ní chỉ ông bơ từ hua sna hà chiết nâng chiếc rộp biệp krom ní dung trồn hù hại. នាយប់ថ្ងៃទី20ខែតុលាសម្ដេចតេជោហ៊ុនសែនបានបង្ហោះសារលើទំព័រ Facebook យ៉ាងដូចនេះថាសម្ដេចទើបបានមើលវីដេអូរយៈពេលជាង8នាទីរបស់ក្រុមដែលដឹកនាំដោយលោកខេស៊ូមួយតាក់ទងដល់ការធ្វើពហិការឈប់ប្រើប្រាស់ទំនិញថៃសម្ដេចពិតជាមានការខកចិត្តចំពោះអំពើមិនគប្បីរបស់បងប្អូនទាំងនេះជាពិសេសសម្រាប់លោកខេស៊ូមួយតែម្ដងសម្ដេចតេជោគូបញ្ជាក់ថាការដុតចោលទំនិញថៃការដាក់បណ្ដាសាចំពោះអ្នកលក់ទំនិញថៃដែលនៅសេសសល់លក់មិនទាន់អស់គឺជាអំពើទៅហួសស្នេហាជាតិនិងជារបៀបក្រុមនិយមជ្រុលហួសហេតុសម្ដេចតេជោប្រធានព្រឹទ្ធសភាបានបញ្ជាក់ថាប្រជាជនកម្ពុជាច្រើនណាស់ដែលធ្វើពហិការមិនប្រើប្រាស់ទំនិញថៃមានស្ទើរ 99% ទៅហើយមិនថាប្រជាជននៅក្នុងប្រទេសឬបងប្អូនខ្មែរនៅក្រៅប្រទេសនោះទេចំណោទបញ្ហានៅត្រង់អាជីវករលក់ដូរដែលមានទំនិញថៃនៅសេសសល់តើឲ្យពួកគាត់យកទៅណាដុតបំផ្លាញចោលឬបន្តលក់ដើម្បីប្រមូលដើមទុនវិញប្រសិនបើខេស៊ុនមួយមានប្រាក់សូមយកទៅទិញទំនិញដែលនៅសេសសល់ទាំងនោះធ្វើជាចំណីសត្វប្រសើរជាងដុតចោលដោយខេស៊ុនមួយបានធ្វើដែលមានក្នុងវីដេអូនេះបើមនុស្សមិនទទួលទានទុកឲ្យសត្វស៊ីប្រសើរជាងដុតចោលឬកំទេចចោលសម្ដេចតេជោបានសង្កត់ធ្ងន់បែបនេះខ្ញុំសូមឲ្យខេស៊ុនមួយបញ្ឈប់សកម្មភាពបែបឈួតឈួតនេះជាបន្ទាន់និងចូលរួមពង្រឹងតម្លៃសីលធម៌សុជីវធម៌គុណធម៌និងភាពថ្លៃថ្នូររបស់ជាតិ